ព្រះរាជកុមារសូមយើងទៅខាងនោះទៅក្រាបទូលព្រះមហាទេវីគឺក្មេងប្រុសម្នាក់នេះឲ្យព្រះពរឯងឈ្មោះអីគេឈ្មោះចន្ទាមហាទេវីសរិយាគឺជាកូនរបស់លោកឯងក្រាបទូលអញចូលមកក្នុងមកព្រះរាជកុមាររាជទានទៅអាចទៅបង្គំផងទៅក្រាបទូលគេជាកូនប្រុសរបស់ចាន់នោះទីមិនអាចចូលមកបានទេព្រះពរអូយអត់ទេព្រះរាជកុមារចង់ធ្វើស្អីនឹងពួកទូលបង្គំមកពីវណ្ណៈតូចទៀតពុំគួរប៉ះពាល់នាំតែបាបទេបង្គំតបានគេច្រើនយើងចេញពីផ្លូវពីមនុស្សអាក្រក់នោះយើងនឹងមានរបួសខ្លាំងជាងនេះទៅទៀតទុកឲ្យយើងលេបថ្នាំឲ្យគេចឹងព្រះមហាទេវីទេវតាចាំមិនហើយទ្រង់ក៏មានរបួសធ្ងន់ដែរប្រពើហេតុអីឯងមកជួលយើងមុនឆាប់ទៅទេវតាតើបាត់ធ្វើស្អីបើមហារាជារឿងនេះនោះហ៎តើទេវតាចាំមិនហើយព្រះនាងម្ចាស់ទ្រង់ធ្លាក់ទៅលើសេះនៅពេលដែលស៊ីឋានទៅជួយទេវតានឹងណាពួកទ្រង់មិនស្រឡាញ់គ្នាទេមែនទេហ៎សិដ្ឋានត្រង់យ៉ាងម៉េចទៅហើយនឹងទេឲ្យគេចេញឆ្ងាយពីទីនេះទៅគេជាអ្នកធ្វើឲ្យមានគ្រោះថ្នាក់នេះគេចូលមកតាមផ្លូវទូលបង្គំហើយទូលបង្គំមិនអាចខាត់សេះរបស់ទូលបង្គំបានហើយទូលបង្គំក៏ធ្លាក់តែម្ដងទៅឲ្យគេចេញពីទីនេះទៅមនុស្សថោកទាបគេមកជាមួយទូលបង្គំបាននៅជាមួយម្ចាស់ប្អូនយើងមិននៅជាមួយម្ចាស់ប្អូនទេទេវតាហេតុអីក៏បត់និយាយបែបនេះត្រង់គឺជាព្រះរាជកុមារមិនអីទេណាកាឡាខ្ញុំម្ចាស់ពេញប្រទេសណាដែលគេទាំងពីរនាក់មិនបានការអ្វីធ្ងន់ធ្ងរទេនោះជាល្អកុំឲ្យព្រះមហារាជទ្រង់ជ្រាបពីរឿងនេះអីព្រះអង្គពិតជាព្រួយប្រទេសចំពោះព្រះរាជកុមារជាមិនខាននោះទេចាំមើលចុះតើពេលនេះខ្ញុំម្ចាស់ចង់ធ្វើអ្វីទៅបើខ្ញុំម្ចាស់មិនចង់ឲ្យទ្រង់ជ្រាបពីរឿងនេះនោះទេវតាទូលបង្គំចង់ធ្វើឲ្យដល់ទីបំផុតព្រោះអីត្រង់ជាសត្រូវរបស់ទូលបង្គំព្រានប្រមាញ់ត្រូវតែមានភាពអំណត់បត់នឹងបញ្ចប់នៅពេលដែលយើងប្រមាញ់វាកូរីណាដានក្រាបទូលតើឲ្យទូលបង្គំជួយធ្វើអីទៅលោកត្រូវតែគោរពបញ្ជារបស់ព្រះអង្គក្រាបទូល
យើងកំពុងតែយាងទៅណាក្រាបទូល ដោយរាល់ឆ្នាំចឹងណាបុត្រយើងទៅធ្វើពិធីបុណ្យវាងក្រាមកាល ព្រះមេត្តាអមិតាប្រថាប់នៅទីនេះដោយដែរព្រះមេត្តារាល់ឆ្នាំដែរទេក្រាបទូល មិនហើយបុត្រ បាត់មែនហើយព្រះរាជធីតាយ៉ាសូតារាមក មិនហើយបុត្រ Hari Om Agnendo Dampora Dade Avyavamo Paprave Deva Asaraya មហារីពិធីនឹងចាប់ផ្ដើមក្នុងពេលឥឡូវនេះហើយសូមព្រះអង្គធ្វើឲ្យពិធីនេះមហោឡារិកទៅក្រាបទូលម្ចាស់ប្អូនរបស់យើងនៅមិនទាន់យាងមកនៅឡើយនោះទេព្រះរាជាដានផារិបេបានបញ្ជូនដំរីនេះធ្វើឲ្យយើងអាម៉ាស់មកទេព្រោះទ្រង់មានសម្បត្តិច្រើនជាងយើងនេះមិនមែនជាដំរីទ្រង់ទេតែនេះជាភាពក្រអិតក្រទមរបស់គេទៅវិញទេក្រាបទូល ព្រះមហាទេវីបត្រីខ្ញុំម្ចាស់បានក្រុមជាមួយស្បៃរបស់ព្រះមហាទេវីហើយជ្រាបអត្តន័យយ៉ាងណាដែរទៅព្រះពើ ចាំម៉េច ចាប់ពីពេលនេះទៅព្រះធីតាគឺជារបស់ព្រះមហាទេវីហើយព្រះពើ អ្នកណាទូលព្រះនាងម្ចាស់ថាព្រះធីតាមិនមែនជាបុត្ររបស់ខ្ញុំម្ចាស់នោះព្រះធីតាគឺជាបុត្រខ្ញុំម្ចាស់ ទ្រង់គឺជាអ្នកចម្បាំងហើយព្រះរាជកុមារចូលមកចូលព្រះរាជកុមារចូលចូលព្រះរាជកុមារ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 ចូលបិតាដាក់វានៅត្រង់នេះមិនដែលឃើញការប្រឆាំងរបស់បុត្រដែលប្រឈមមុខនៅក្នុងពិធីចូលសេរីនោះទេបុត្របានមើលទៅប្រមាណរបស់ដំរីតែដំរីនោះអាចបោកបុត្របានគ្រប់ពេលបើសិនជាមានបន្លាមុតលើសេរីសាររបស់បិតាតើបុត្រធ្វើយ៉ាងម៉េច ក្រាបទូលបង្គំនឹងដកវាចេញ ទៅឆាប់មកដកទៅ ហេតុអីសក់នេះមានពណ៌ខុសប្លែកពីគ្នាអញ្ចឹងក្រាបទូល ខ្ញុំម្ចាស់សង្ស័យតែព្រះអង្គទូលសិទ្ធៈថាសក់ស្កូវគឺជាសរសៃសក់មនុស្សចាស់បន្ទាប់មកទ្រង់ទូលសួរពីមនុស្សចាស់ទេ ព្រះរាជបុត្រ
ថ្មីកំណើតរបស់បុត្រនឹងត្រូវបាក់រួចហើយយើងក៏ត្រូវបោះវាចោលហើយថ្មីក៏ដោះមកជំនួសវាជារឿងធម្មតាទេដូចជាកេសារបស់យើងអញ្ចឹងមានការប្រែពណ៌ហើយវាក៏ជ្រុះចេញពីយើងទៅដែរ គឺដូចជារុក្ខជាតិប្រែពណ៌របស់វាដែរមែនទេក្រាប់ទូល ពិតមែនហើយបុត្រា រាជកុមារជប់ជ្រៅហើយយាងទៅផ្ទុំទៅព្រះពរយាង ព្រះរាជកុមារស៊ីតថៈមានប្រណិតច្បាស់ល្អណាស់ទ្រង់ពិតជាមានព្រះរាជបញ្ញាញាណឆ្លាតមែនហើយធម្មពលទ្រង់ពិតជាមោះមុតខ្លាំងណាស់ យើងអាចកែប្រែបានដោយរបៀបណាទៅថ្ងៃស្អែកនេះទៅជាយ៉ាងណា យើងត្រូវតែចេញរាជបញ្ជានៅថ្ងៃស្អែកនេះអ្នករាល់គ្នាត្រូវគ្របក្បាលនៅពេលដែលនៅក្នុងព្រះបរមរាជវាំងវាគ្មានអ្វីដែលពិបាកចំពោះស្រីនោះទេពួកគេត្រូវលាបថ្នាំសក់ពណ៌ខ្មៅ អត់ទេព្រះពរយើងមិនអាចប្រាប់ការផ្ដោតសិទ្ធិបានទេព្រះពរ ការលាបថ្នាំសក់ឲ្យមានពណ៌ខ្មៅជាផែនការរបស់យើងត្រូវតែព្រួយបារម្ភពីថ្ងៃអនាគតដែលគ្មានអ្នកជំនួសដូច្នេះត្រូវរៀនចេះរស់នៅក្នុងពេលបច្ចុប្បន្នឲ្យបានល្អប្រជាបតិយើងស្អប់នឹងការពិតខ្លាំងណាស់ដែលធ្វើឲ្យស៊ីថាថៈស្អប់ខ្ពើមជីវិតរបស់ទ្រង់មែនហើយពេលស៊ីថាថៈភ្ញាក់ពីផ្ទុំនៅពេលព្រឹកនេះរាជគ្រូរបស់គេនឹងមកដល់ហើយ បត់ក៏បោះវាចោលរួចហើយថ្មីក៏ដុំមកជំនួសវាជារឿងធម្មតាទេកេសារបស់យើងប្រែពណ៌ហើយក៏ជ្រុះចេញពីយើងទៅព្រះរាជកុមារព្រះគ្រូទាំងនេះនឹងបង្រៀនចំណេះវិជ្ជាហើយនិងសិលសាស្ត្រដល់បុត្រ ព្រះគ្រូកុលឌីលនឹងជួយបុត្ររៀនពីគម្ពីរសាររបស់យើងព្រះគ្រូអាស្វាប៉ាល់នឹងបង្រៀនបុត្រជិះសេះគេនឹងបង្រៀនបុត្រអំពីនយោបាយហើយគេនឹងបង្រៀនបុត្រពីការតែងកំណាព្យនិងអក្សរសាស្ត្រគេនឹងបង្រៀនអំពីសិលវិជ្ជាហើយចាប់ពីពេលនេះតទៅព្រមទាំងអស់នេះគឺជាគ្រូរបស់បុត្រវាជាទូនាទីរបស់បុត្រដែលត្រូវតែ គោរពតាមបញ្ជារបស់គ្រូទាំងអស់នេះទទួលពរពីពួកគេទៅនៅទីបំផុតព្រះបុត្រាបានសម្រេចប្រតិហើយព្រះបុត្រាត្រូវតែមានការអប់រំពីពេលនេះទៅព្រះរាជបុត្រនឹងត្រូវសិក្សាជាមួយនឹងស៊ីថាថា បពុតមហារាជទ្រង់បាននិយាយថាទ្រង់ព្រួយប្រតិខ្លាំងណាស់នៅពេលដែលព្រះរាជកុមារស៊ីថាថានឹងយាងទៅសិក្សាឆ្ងាយនោះ មហារាជមានព្រះธิดาនឹងតម្រៃចំពោះមុខព្រះភ័ក្ត្របែបនេះបញ្ជាអន្តរថាល្អណាស់ក្រាបទូលព្រះរាជកុមារនឹងក្លាយជាអ្នកប្រាជ្ញដ៏ល្បីល្បាញក្រាបទូល សូមអភ័យទោសយើងផងចុះមិនមែនខ្លាចជាអ្នកប្រាជ្ញនោះទេយើងចង់ឲ្យបុត្រយើងខ្លាចទៅជាស្ដេចដ៏ល្បីហើយក៏ជាអ្នកចម្បាំងដែលធ្លាប់តែឈ្នះមិនដែលមានពីមុនមក នៅជាពន្លឺអ្វីចង់គៀងពន្លឺចង្គៀងនៅចំពោះមុខគឺជាចំណេះដឹងប្រសពគ្នា តើវាយ៉ាងម៉េចទៅ វាបញ្ជាក់ពីចំណេះដឹងយ៉ាងមោះមុតព្រោះពេលមានពន្លឺឡើងយើងនឹងដឹងពីរឿងអ្វីៗដែលនៅជិតខាងយើងវានៅចំពោះព្រះភ័ក្ត្រហើយមានចំណុចប្រសពគ្នាព្រោះពេលដែលវាមានពន្លឺឡើងវាធ្វើឲ្យអ្វីៗដែលអ្នករាល់គ្នាចង់ឃើញក៏សមតាមប្រាថ្នាយើងនឹងចាប់ផ្ដើមយកការអប់រំនៅជាមួយនឹងព្រហ្មញ្ញយើងនិយាយពាក្យថាអូមអ្នកទាំងអស់គ្នាត្រូវបញ្ចេញថាអូមរហូតដល់ពន្លឺភ្លើងចង្គៀងរលត់ទៅ
មកវាទៅហើយទៅហើយ ទៅហើយទៅហើយទៅហើយ ទៅហើយស៊ីថានៅមិនអាចទៅរកកំណាត់ឈើដែលយើងវាយនោះឃើញទេរករហូតដល់យប់ងងឹតទៅក៏មិនឃើញដែរ ខ្ញុំរកឃើញកំណាត់ឈើហើយអ្នកទាំងអស់គ្នាខ្ញុំរកឃើញហើយអេឃើញទេម្ចាស់បងមានបន្ទូលថាម្ចាស់បងស៊ីថារកកំណាត់ឈើម្ចាស់បងចាមិនឃើញត្រង់បានរកឃើញហើយពេលនេះបាត់ប្រណិតត្រង់ទៅចាំណាដល់វេរបស់ឯងហើយបាយទៅអូបាយទៅបាយទៅបាយទៅវាទៅហើយនោះ យើងរកឃើញហើយយើងចំណាយពេលតែជាងស៊ីថាទៅទៀត រួចទេជាកំណាត់ឈើនឹងមែនឬអត់កំណាត់ឈើណៃណែ ស៊ីថាមិនអាចរកកំណាត់ឈើនោះឃើញទេដូច្នេះហើយយើងជឿថាគេបងប្រាស់យើងមិនខានទេ អត់ទេស៊ីថាមិនអាចកុហកនោះទេ តាប្រាស់ធីតាគិតថាយើងកុហកមែនទេយើងចាស់ជាងគេហើយស៊ីថាទេដែលបោកប្រាស់យើងនោះមើលគេទៅបាត់ហើយ តើមានរឿងអីទៅសិដ្ឋាតើសិដ្ឋាធ្វើអីខុសហ៎ សិដ្ឋាបាត់ខកថាឆ្នះលបែងព្រះអង្គនឹងឈឺចាប់ប្រតិយនៅពេលដែលព្រះអង្គជ្រាបពីរឿងទាំងអស់នេះមេដាមិនសង្ឃឹមថារឿងនេះកើតឡើងចំពោះបុត្រទេមេដានឹងសប្បាយប្រតិយណាស់បើសិនជាបុត្រព្រមទទួលនៅការចុះចាញ់ដោយស្មោះត្រង់ណាឬទេមេដានឹងដាក់ទោសដល់បុត្រមេដានឹងមិននិយាយជាមួយបុត្រទេ ជាកំណាត់ឈើដាក់ទូបង្គំវាយទៅក្រាបទូលវាត្រូវបានកាប់ចំណាំត្រង់ជ្រុងនេះតែបើគាត់បានយកកំណាត់ឈើផ្សេងមកឲ្យពួកទូលបង្គំទេក្រាបទូលសិដ្ឋាអត់កុហកទេ មេដាហេតុអីព្រះមេដាទ្រង់ព្រះកន្សែងបុត្រមេដាបើបុត្រត្រូវហើយបុត្រគួរតែប្រកាសជាមួយមេដាហេតុអីបុត្របន្ទូលមេដាថាគឺទេវទត្តទេដែលកុហកនោះមិនក៏បុត្របន្ទូលព្រះមេដាប្រាប់ទូលបង្គំឲ្យចេះគោរពម្ចាស់បងទូលបង្គំការពិតម្ចាស់បងទេវទត្តជាអ្នកកុហកទេក្រាបទូលបើត្រង់គឺជាអ្នកកុហកត្រង់នឹងមានទោសទេក្រាបទូលបុត្រក៏ត្រូវមានទោសដែរព្រោះដឹងថាទេវទត្តបោកប្រាស់ទៅហើយហ
ហេតុអីក៏បុតបន្ទូលកាពិត កាពិតក្នុងប្រទេសទូបង្គំសុខចិត្តនៅស្ងៀមក្រាបទូលព្រោះអីគឺថាវាដូចជាព្រះអាទិត្យណាមេដាมันអាចបិទបាំងបាននោះទេព្រះអាទិត្យនោះក្រាបទូលព្រះគ្រូទូបង្គំបាននិយាយបែបនេះ វាមិនមែននៅក្នុងជីវិតទេបុតមេដាវាគឺជាទូនាទីរបស់យើងដើម្បីការពារខ្លួនណាបុត តើទូបង្គំអាចកុហកដែរទេក្រាបទូល បុតមេដាយើងត្រូវបន្ថែមលោហៈចូលទៅក្នុងមាសដើម្បីធ្វើជាគ្រឿងតុបតែងកាយ ពីថ្ងៃនេះតើទូបង្គំទុករឿងនេះក្នុងប្រទេសហើយ ទូលមេដាមកបុតតើឲ្យមេដាធ្វើយ៉ាងណាដែលមេដាបានដាក់ទោសទៅលើបុតដោយគ្មានហេតុផល ប្រជាបតិកំពុងតែផ្លុំខ្លុយនៅកណ្ដាលយុគបែបនេះមានក្តីទុកអ្វីមែនទេតើមានរឿងអីហ៎ ព្រះបរមម្ចាស់សេចក្តីទុកធំបំផុតរបស់ម្ដាយគឺនៅពេលដែលគេយល់ពីទឹកចិត្តរបស់កូនគេទ្រង់មានកិរិយាថ្លៃថ្នូរចេះគិតពិចារណាជាង8ឆ្នាំហើយឬឈើតែងតែរកឃើញផ្លូវរបស់វាទោះបីជាត្រូវឆ្លងកាត់ផ្ទាំងសិលាជាច្រើនក៏ដោយប៉ុន្តែបទរបស់យើងវិញមិនគិតពីរឿងរបស់ទ្រង់ទេព្រះពរទ្រង់គឺមិនគិតដល់ខ្លួនឯងឡើយទ្រង់មិនអាត្មានិយមនោះទេព្រះពរគឺទ្រង់មិនគិតពីខ្លួនឯងសូម្បីតែបន្តិច មហាទេវីមានអារម្មណ៍មិនល្អព្រោះតែមហាទេវីដាក់ទោសគេមែនទេ ចូលបង្រៀនទ្រង់ពីវិធីតស៊ូបង្រៀនទ្រង់ពីវិធីតស៊ូទៅព្រះអង្គ កំព្រួយប្រទេសអីមហាទេវីវាជាគោលបំណងជីវិតរបស់យើងដែលធ្វើឲ្យស៊ីថាថាខ្លាចជាអ្នកចម្បាំងល្បីល្បាញបំផុតយើងចង់ឲ្យគេធ្វើជាអធិរាជស៊ីថាថាគោដម